ធ្វើការយូរហើយអត់ឡើងប្រាក់ខែមែនទេស្ដាប់វីដេអូនេះ1ធ្វើការងារកុំប្រកាន់ខ្លាំងពេកមេប្រាអីធ្វើនឹងទៅនំខ្ញុំជួយជើងនេះអៀវខ្ញុំចុះក្រោមទិញមើលល្អនេះការងារអីក៏ធ្វើបានដែរចាំខ្ញុំប្រាប់ប៉ាខ្ញុំឲ្យតឡើងប្រាក់ខែឲ្យឌីងឌីងតាលុ2ការងារខ្លះត្រូវយល់ចិត្តមេកុំចាំតែមេប្រើអូយល្អម៉ែដល់តែខ្ញុំត្រូវជិះក្រោយមកលៀបលេងខ្ញុំទៀតបើល្អអញ្ចឹងចាំខ្ញុំប្រាប់ប៉ាខ្ញុំឲ្យឡើងប្រាក់ខែឲ្យនំឯងឌីងឌីង3ការងារធ្ងន់ស្រាលយ៉ាងណាក៏ដោយឲ្យតែមេប្រើធ្វើទៅកុំបដិសេធពូពូអញជួយលើកធោការខ្ញុំដាក់នឹងបន្ទប់ខ្ញុំជាន់ទី2តិចមកពូស្អីគេអាអូនណាធោការឡើងចង់មកតោនឲ្យពូលើកដាក់ទុកហ្នឹងហើយចុះពូអញថាមិនការងារធ្ងន់ស្រាលយើងធ្វើកម្រើសឲ្យគ្រាន់ប៉ុណ្ណឹងសោះពូអញលើកអត់រួចប៉ុណ្ណឹងសោះអានេះសំងស្មោមិនលេងសើចណាហើយប្រើមនុស្សអញពូអញចាស់ណាស់ហើយចកេះអញមិនមែនដូចក្មេងណាពូមិញបងអូនខ្ញុំទាំងពីរនេះមិញអាគេមិនប្រើក៏ធ្វើអាគេប្រើក៏ធ្វើហើយដល់ពេលខ្ញុំប្រើម្ដងសោះហើយអត់ព្រមធ្វើអូអត់រវល់រវល់កាន់តែកែវកាហ្វេហ្នឹងឯកាលណាតម្លាក់ទៅកែវកាហ្វេមួយកែវហ្នឹងអូអត់ទេអានេះគឺជាជីវិតយល់ទេធ្វើអាហ្នឹងធ្វើឲ្យអារម្មណ៍យើង get high ហ្មងយ៉ាងនិយាយចឹងណាអត់ដឹងទេពួកអញជួយលើកខ្ញុំទៅដាក់ជាន់ទី2តិចមកបើអញ្ចឹងខ្ញុំប្រាប់ប៉ាខ្ញុំឡើយប្រាប់ប៉ាមិនខ្ញុំប្រាប់ប៉ាឲ្យកាន់ប្រាក់ខែពួកឯងហ្នឹងហីហើយហ៊ានតែប្រាប់អញប្រាប់ប៉ាឲ្យថាជក់បរិយពួកអញកុំប្រាប់គាត់អីអញប្រាប់ហ៎អូប៉ាខ្ញុំមិនបានទេបើដឹងខ្ញុំជក់បរិយគាត់វាយខ្ញុំងាប់ហ៎ឥឡូវឲ្យប្រាប់គាត់វិញហ៎ចុះបាទអត់ទេខ្ញុំអត់ប្រាប់គាត់ទេអត់មានរឿងអីទេខ្ញុំអត់ប្រាប់ក៏បានដែរអត់អីទេអត់ប្រាប់តែត្រូវតែប្រាប់ថាម៉េចឲ្យឡើងប្រាក់ខែឲ្យពូអូពូជួយធ្វើការងារខ្ញុំផងការងារស្អាតខ្ញុំមើលទៅទងន់ឯងចេះតែប្រើមនុស្សពេលប្រដាស់អញប្រាប់អប៉ាឲ្យថាជក់បរិយប្រាប់អត់ទេពូអត់ទេចាំខ្ញុំប្រាប់ប៉ាខ្ញុំឲ្យឡើងប្រាក់ខែឲ្យពូក៏បានដែរអញ្ចឹងធូបការនេះទុកនឹងក៏បានដែរពូទុកនឹងបានហើយបានយកផ្កានោះមកដាក់មួយនេះបាទការខ្ញុំទុកនេះពូអញប្រើខ្ញុំអញប្រាប់ប៉ាឲ្យថាជក់បរិយពូអានេះមែនពូប្រើខ្ញុំអាពូឈួតអាពូលប់ពូឲ្យពូភ្លេចឈឹងនេះមកដល់ហើយពូអញបាយខ្ញុំធ្វើអីពូដឹងតែក្មួយឯងចង់ទៅណាហើយខ្ញុំចង់ទៅណាទៅដើរលេងមួយណាគេមួយប្រុសពូនិយាយលេងទេក្មួយឯងទៅផ្សារ shopping ហើយពូក៏ជូនទៅហើយចាំម៉ូតូធំខ្ញុំទៅណាម៉ូតូធំហ្នឹងគឺប៉ាក្មួយឯងលក់បាត់ហើយកុំដោយសារតែអាហ្នឹងគឺក្មួយឯងជិះមួយខែអស់សាំងអស់ហើយចំណាយអីច្រើនហើយខ្លាចប៉ះពាល់ដល់សុវត្ថិភាពទៀតព្រោះម៉ូតូធំក្មួយឯងប៉ុណ្្នឹងហ្នឹងនេះអញ្ចឹងបានប៉ារបស់ក្មួយឯងទិញកង់អាគុយយ៉ាងថ្មីសាឡាងគឺថា fit ជាមួយនឹងក្មួយឯងហ្មងអូយឡាស្អាតនេះពូហើយចាំអាហ្នឹងគេហៅគេគេហៅថាកង់អាគុយថា D model X2 Pro ណែសាកអាគុយតាមមកពេញគឺថាជិះបាន80ទៅ90គីឡូដោយសារ model នេះគឺមានអាគុយរហូតដល់6ឯណោះអូយយពូណាតាឥឡូវពូជូនក្មួយណាឡើងអូនឡើងមកលងាក្មួយងាពូលងាខែនេះងាឲ្យពូណាហ្នឹងហើយអូយបាទនេះជិះមួយចំណេញខ្លាំងហ្មងអាបងថោបហើយយកឡានជួយខ្ញុំទៅផឹកកាហ្វេចិនហ្នឹងតិចមកផឹកកាហ្វេនៅកន្លែងណានៅចិត្តផ្ទះយើងហ្នឹងហើយចិត្តតែមិនព្រមជាអីផ្សេងទៅឯងជិះឡានទៅហើយឡានស៊ីសាំងមកកាណូណែបំផ្លាញលុយម៉ែអូរងថ្ងៃហ្នឹងនេះទាំងបងទាំងប្អូនណែចុះបើខ្ញុំស្លៀកពាក់អញ្ចឹងខ្ញុំត្រូវជិះឡានហើយខ្មាស់ណាគេខ្មាស់គេខ្លាចគេឃើញចង់ទៅថតរូបលេងហ្នឹងមកជិះកង់អាគុយមួយបងមកសំចៃជាងជិះអីឡានអាហ្នឹងសំចៃមែនសំចៃអ្នកមានគេជិះតាហ្នឹងអូយតំណងដល់ឡើងខ្ជូតអានេះប៉ាគាត់ទៅទិញមកឲ្យអាលីសាមួយឲ្យបងជិះមួយហើយបើមិនបានចាំបងប្រាប់ប៉ាឲ្យទិញឲ្យណៃមួយទៀតអូខេអានេះគេហៅថាកង់អាគុយ brand ថា D model វា X1
model X1 នេះហាមានអាគុយរហូតដល់5ហើយយើងសាកអាគុយម្ដងជីបានពី70គីឡូទៅ80គីឡូឯណោះ អូ ស្រួលណាស់យើងជីទៅហាងកាហ្វេចិត្តនឹងទៅផ្សារទៅរៀនទៅអីផ្សេងគឺស្រួលណាស់ បាទខ្ញុំឃើញម៉ែចេះចិត្តជីម៉ែ អ្នកមានគឺជីថាហ្នឹងវាសំចៃ អញ្ចឹងអូ អត់ដឹងទេនេះអត់ដឹងថាអ្នកមានគឺជួយចិត្តសំចៃណាមិនមកខ្ជិះខ្ជាយទេ ឥឡូវខ្ញុំសាកជីមើលចង់សួរជីអត់ មើលបងគេលេខខ្លួនពុំទៅបំផ្លាញលុយម៉ាក់អូចាំមើល ជីម៉ែ ចង់បានអត់ចុះ ចង់បាន ចាំបងប្រាប់ប៉ាឲ្យទិញឲ្យណា អូខេបង តោះយើងបងប្អូនទាំងអស់គ្នាដឹងអត់ថារាល់ថ្ងៃនេះបងប្អូនធ្វើដំណើរទៅចិត្តឆ្ងាយគឺថាចំណាយលុយច្រើនណាស់មិនថាបងប្អូនជិះម៉ូតូឬមួយក៏ជិះឡានទៅហាងកាហ្វេឬមួយក៏ទៅផ្សារអីចឹងចំណាយលុយច្រើនណាស់អញ្ចឹងបងប្អូនងាកមកប្រើប្រាស់របស់ដែលសំចៃមកដូចជាកង់អាគុយថាឌីនេះអញ្ចឹងនិយាយទៅបងប្អូនដឹងហើយថាកង់អាគុយ brand ថាឌីនេះគឺថាល្បីនឹងតម្លៃសមរម្យគុណភាពល្អយើងទិញយកមកជិះឬមួយក៏យកមកប្រើប្រាស់គឺថាបានយូរអង្វែងនិយាយទៅគឺថាធន់តែម្ដងបងប្អូនបាទហើយញ៉ាំហ្នឹងផងដែរគឺខ្ញុំចង់ណែនាំឲ្យបងប្អូនទាំងអស់គ្នាស្គាល់ជាមួយនឹង model ថ្មីទាំងពីរនេះបាទនេះគឺជា model X1 បាទ model X1 នេះគឺថាមានអាគុយ5ហើយយើងសាកអាគុយម្ដងហើយយើងជីបានពី70គីឡូទៅ80គីឡូនិយាយទៅយើងជីបានឆ្ងាយដូចជាមីអូនគាត់ចូលចិត្តតំណែងចូលចិត្តតំណាមើលកុនផឹកកាហ្វេជួបសង្សារអីចឹងទៅអញ្ចឹងកន្លែងជានេះទៅសំចៃហ្នឹងហើយនិយាយទៅគឺថាសំចៃយើងច្រើនមែនទែនអញ្ចឹងកន្លែងដឹងអាទិញមួយណាអូខេ good អញ្ចឹងមួយនេះវិញគឺmodel នេះក៏ស្អាតដែរនិយាយទៅរូបរាងរបស់វាគឺថាធំកម៉ាត់ខ្ជូតតែម្ដងបាទនេះគឺជា model X2 Pro សម្រាប់ model X2 Pro នេះគឺគេដាក់អាគុយរហូតដល់6អាគុយឯណោះអាចឲ្យបងប្អូនសាកអាគុយម្ដងជីបានពី80គីឡូទៅ90គីឡូនិយាយទៅគឺថា wow the best តែម្ដងរូបរាងគេគឺចេញមកកម៉ាត់ខ្ជូតគួរឲ្យស្រឡាញ់បងប្អូនបាទដូចអ្នកជីអញ្ចឹងស្រឡាញ់អត់ ស្រឡាញ់ អញ្ចឹងដូចអនឡាញចូលចិត្តដើរលេងច្រើនអញ្ចឹងកុំភ្លេចទិញអានេះជីគឺសំចៃណាអូខេអញ្ចឹងបើសិនជាបងប្អូនចង់បានកង់អាគុយដែលប្រើមួយដឹងមួយដែលល្អគុណភាពល្អតម្លៃសមរម្យគឺកុំភ្លេចណា Suro brand ថាឌីតាមដេប៉ូនីនីទូទាំង25ខេត្តក្រុងតែម្ដង